នៅកំឡុងពេល27 សប្តាហ៍ហ្នឹងខ្ញុំមានការណាត់មួយលោកគ្រូពេទ្យសម្ភពដើម្បីទៅធ្វើការអេកូធម្មតាហើយគ្រូពេទ្យស្រាប់តែ recommend ឲ្យខ្ញុំគេងពេទ្យតាមមូលហេតុអីឥឡូវចាំមើលទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺខ្ញុំទម្ងន់27 សប្តាហ៍អញ្ចឹងខ្ញុំត្រូវមានណាត់ជាមួយលោកគ្រូពេទ្យដែលត្រូវមកអេកូដូចរាល់ដងជាមួយខែយើងមកអេកូម្ដងណាហើយទៅសម្រាប់ខ្ញុំជាធម្មតាគឺខ្ញុំតែងតែមកអេកូនៅពេទ្យកុមារជាតិដោយសារតែខ្ញុំធៀមក្នុងការកើតនៅពេទ្យរដ្ឋអញ្ចឹងណាអញ្ចឹងខ្ញុំតែងតែមកនឹងទៅតាម schedule ដែលពេទ្យណាត់ហើយទៅឥឡូវថ្ងៃនេះកំពុងរងចាំការចូលជួបជាមួយលោកគ្រូពេទ្យហើយបន្ទាប់ពីខ្ញុំបានជួបជាមួយនឹងដុកទ័រគាត់អេកូខ្ញុំហើយគាត់ក៏ចេញបញ្ជាក់ជាថាឲ្យខ្ញុំធ្វើតេស្តទឹកស្ករដែលតេស្តទឹកស្ករហ្នឹងគេតែងតែធ្វើនៅក្នុងកំឡុងពី27ទៅ28អាទិត្យដើម្បីចង់ដឹងថាជាតិស្ករនៅក្នុងឈាមរបស់យើងនៅក្នុងខ្លួនរបស់យើងតើវាមានលើសកំណត់ឬក៏អត់ហើយសម្រាប់ process នៅមន្ទីរពេទ្យកុមារជាតិហ្នឹងគឺគេតម្រូវឲ្យយើងត្រូវគេងនៅមន្ទីរពេទ្យមួយយប់ដើម្បីធ្វើការតាមដានជាមួយនឹងការតេស្តទឹកស្កររបស់យើងហ្នឹងអញ្ចឹងនៅពេទ្យរដ្ឋនៅពេទ្យកុមារជាតិគឺគេមាន process បែបហ្នឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីបទពិសោធន៍របស់ខ្ញុំទាក់ទងទៅនឹងការធ្វើតេស្តទឹកស្ករនៅពេទ្យកុមារជាតិនេះហើយនឹងតម្លៃបន្ទប់ហើយនឹងចំណាយផ្សេងៗដែលយើងត្រូវចំណាយនៅទីនេះផងដែរដោយសារតែគេតម្រូវឲ្យយើងត្រូវពោះទទេតាំងពីយប់ម៉ោង12អញ្ចឹងអាថ្ងៃដែលខ្ញុំអេកូភ្លាមហ្នឹងគឺខ្ញុំអត់ទាន់បានចូលពេទ្យដើម្បីគេងដើម្បីរងចាំធ្វើតេស្តទឹកស្ករហ្នឹងឯងគឺខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញស្អែកឡើងទើបខ្ញុំមកហើយទៅពីម៉ោង12យប់គឺខ្ញុំអត់មានញ៉ាំអីទាំងអស់សូម្បីតែទឹកគឺពេទ្យគេអត់ឲ្យញ៉ាំទេរហូតដល់ពេលយើងមកមន្ទីរពេទ្យដើម្បីធ្វើការផឹកទឹកស្ករលើកទី1ហើយសម្រាប់ process នៃការធ្វើតេស្តហ្នឹងគឺជាដំបូងយើងមកដល់មន្ទីរពេទ្យពេលផឹកម៉ោង7ម៉ោង8ហ្នឹងយើងទៅចុះឈ្មោះចុះអីចឹងណាអ្នកគ្រូពេទ្យគាត់នឹងរៀបចំចុះឈ្មោះឲ្យយើងហៅបន្ទប់ហៅអីឲ្យយើងឲ្យដើម្បីយើងសម្រាកអញ្ចឹងបន្តមកទៀតគេឲ្យយើងចូលទៅក្នុងបន្ទប់ដែលធ្វើតេស្តនៅពេលហ្នឹងគ្រូពេទ្យគាត់នឹងធ្វើការបូមឈាមយើងចំនួន3ដងគឺបូមឈាមមុនអាហារបានន័យថាមុនពេលញ៉ាំទឹកស្ករ1ម៉ោងក្រោយមកបន្ទាប់ពីញ៉ាំទឹកស្ករនិង2ម៉ោងក្រោយមកបន្ទាប់ពីញ៉ាំទឹកស្ករសម្រាប់អ្នកទាំងអស់គ្នាបើសិនជាមកពេទ្យកុមារជាតិដូចខ្ញុំកុំភ្លេចធៀបកែវមួយឬក៏កំប៉ុងជ័រមួយដើម្បីទុកដាក់ទឹកស្ករអញ្ចឹងឥឡូវខ្ញុំនិយាយពី process ថ្មីបានន័យថាពេលយើងទៅដល់ភ្លាមលោកគ្រូពេទ្យនឹងបូមឈាមយើងភ្លាមអញ្ចឹងគាត់យកទៅពិនិត្យអញ្ចឹងណាហើយទៅបន្តមកទៀតគាត់ឲ្យយើងញ៉ាំទឹកស្ករចំនួនក្នុងបរិមាណដែលគាត់ដាក់ឲ្យយើងហ្នឹងហើយទៅបន្តទៀតគាត់ឲ្យយើងរងចាំ1ម៉ោងក្រោយមកគឺគាត់បូមឈាមម្សាទៀត1ម៉ោងក្រោយបន្ទាប់ពីការបូមឈាមលើកទី2ហ្នឹងគឺគេបូមឈាមលើកទី3ម្សាទៀតគឺបញ្ចប់តែម្ដងបន្ទាប់ពីយើងជួសឈាមលើកទី3ហើយគឺយើងអាចចាប់ផ្ដើមញ៉ាំអាហារបានញ៉ាំទឹកបានហើយពេលហ្នឹងគឺគ្រូពេទ្យគាត់ឲ្យយើងញ៉ាំឯងបន្តមកទៀតលោកគ្រូពេទ្យគាត់មានចាក់ថ្នាំដែលចាក់ថ្នាំហ្នឹងគាត់និយាយថាគឺជាថ្នាំដែលជួយបើកសួតគោនៅពេលដែលគាត់កើតហ្នឹងគាត់អាចដកដង្ហើមបានល្អអញ្ចឹងណាហើយទៅគឺគាត់ដាក់សេរ៉ូមឲ្យយើងហើយឲ្យយើងនៅគេងរងចាំនៅមន្ទីរពេទ្យរយៈពេល1ថ្ងៃ1យប់បន្ទាប់ពីយើងចាក់ថ្នាំបើកសួតគោហ្នឹងហើយរយៈពេល12ម៉ោងក្រោយគឺគាត់នឹងមកចាក់ថ្នាំហ្នឹងដូចគ្នាជាលើកទី2អញ្ចឹងគេរាប់ទៅតាមហ្នឹងទៅហើយទៅសម្រាប់ខ្ញុំពេលដែលខ្ញុំគេងនៅហ្នឹងខ្ញុំដាក់ស្រោមអស់ពីកាផ្លោកស្រោមនោះមានស្រោមអីទេគឺស្រោមឲ្យយើងមានកម្លាំងមានអីធម្មតាអញ្ចឹងណាហើយទៅកូនខ្ញុំគឺគេមកគេងជាមួយដែរដោយសារតែប៉ាប៉ាត្រូវមកកូនក៏ត្រូវមកដែរអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាបើសិនជាចង់មកធ្វើតេស្តទឹកស្ករនៅមន្ទីរពេទ្យកុមារជាតិគឺ process ដូចជាខ្ញុំអញ្ចឹងគឺអត់អាចថាអត់គេងពេទ្យទេបើសិនជាយើងអត់គេងពេទ្យគឺពេទ្យអត់ធ្វើឲ្យទេសម្រាប់ process ហ្នឹងក៏ប៉ុន្តែនៅពេទ្យឯកជនគឺគេធ្វើឲ្យគឺគេធ្វើតែកន្លះថ្ងៃដោយសារតែខ្ញុំសម្រាប់កូនទី1ខ្ញុំធ្វើតេស្តទឹកស្ករនឹងដែរគឺយើងធ្វើតែមួយព្រឹកទេប៉ុន្តែ process របៀបគ្នាដែរប៉ុន្តែគ្រាន់ថាមិនបាច់ចាំគេងពេទ្យរងចាំលទ្ធផលគឺគេនឹងចេញឲ្យយើងពេលក្រោយគ្រាន់ថាយើងត្រូវបូមឈាមលើកទី1លើកទី2លើកទី3ចប់គឺយើងអាចត្រឡប់ទៅផ្ទះវិញបានឥឡូវនេះខ្ញុំនិយាយពីការគេងនៅពេទ្យត្រូវចំណាយអីខ្លះអញ្ចឹងសម្រាប់ដោយសារតែខ្ញុំប្រើបអសអញ្ចឹងបអសជួយបានខ្លះអញ្ចឹងសម្រាប់ការពិនិត្យ process ទៅលើការតេស្តទឹកស្ករទាំងមូលគឺអត់មានអស់ចំណាយថវិកាទេក៏ប៉ុន្តែយើងត្រូវចំណាយលើថ្លៃបន្ទប់អញ្ចឹងថ្លៃបន្ទប់គឺគេមាន3ប្រភេទគឺគេមានប្រភេទធម្មតាគេរួមគ្នាដែលបសចេញឲ្យអញ្ចឹងអស់25ហ្នឹងបសចេញឲ្យក៏ប៉ុន្តែខ្ញុំបើសិនជាយើងចង់គេងបន្ទប់ដាច់ដライអញ្ចឹងគឺមួយយប់$80អញ្ចឹងបសចេញឲ្យ$25នៅសល់ប្រហែលយើងចេញខ្លួនឯងហើយទៅឬក៏ចង់បានបន្ទប់ធំជាងហ្នឹងថ្លៃជាងហ្នឹងតិចទៅអញ្ចឹងប៉ុន្តែខ្ញុំគិតថាខ្ញុំគេងតែមួយយប់ទេខ្ញុំគេង
តែបន្ទប់ប៉ុណ្ណឹងគឺល្មមហ្មងហើយបើប្រៀបធៀបតម្លៃថាបើសិនជាយើងចេញតម្លៃប៉ុណ្ណឹងហើយធៀបជាមួយនឹងឯកជនគឺប្រហែលគ្នាដោយសារតែខ្ញុំនៅទៅបណ្ណាឯកជនគឺអស់ប្រហែលជាខ្ទង់90-100ឡាយប៉ុណ្ណឹងអញ្ចឹងវាប្រហែលគ្នាដែរបើសិនអ្នកនេះអត់ចង់ចំណាយពេលច្រើនដើម្បីគេងពេទ្យគេងអីអញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសទៅពេទ្យឯកជនដើម្បីធ្វើតេស្តក៏បានដែរឥឡូវចូលដល់ថ្ងៃទី2គឺគេឲ្យយើងមកកន្លែងបន្ទប់ពិនិត្យដោយមិនសមមិញដែរហ្នឹងហើយទៅគឺគេធ្វើការស្ដាប់ចង្វាក់បេះដូងរបស់កូនហើយយើងរងចាំស្ដាប់លទ្ធផលពីលោកគ្រូដុកទ័រអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែអង្គុយចាំហើយទៅយើងទៅជួបលោកគ្រូដុកទ័របន្ទាប់ពីជួបលោកគ្រូដុកទ័រហើយគឺសម្រាប់លទ្ធផលរបស់ខ្ញុំគឺអត់មានលើសជាតិស្ករនោះទេសម្រាប់លទ្ធផលដែលបង្ហាញថាយើងមិនលើសជាតិស្ករគឺលទ្ធផលចុចឈាមលើកទី1ជាតិស្កររបស់យើងមិនលើសពី92 mg 1ម៉ោងក្រោយមកលើកទី2ហ្នឹងជាតិស្កររបស់យើងមិនលើសពី180 mg ហើយនឹងលើកទី3ជាតិស្ករមិនលើសពី153 mg ថ្ងៃទី2គឺខ្ញុំត្រូវរងចាំរហូតដល់ខ្ទង់ម៉ោង11គឺបានចេញលទ្ធផលហើយខ្ញុំក៏ត្រឡប់ទៅផ្ទះវិញខាងមន្ទីរពេទ្យក៏ចេញជាលទ្ធផលនិងលិខិតគេងពេទ្យឲ្យយើងដែរវីដេអូមួយនេះសង្ឃឹមថាជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ